សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការបង្កើត Gmail ដោយខ្លួនឯងហើយសំខាន់បំផុតគឺធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពខ្ពស់តែមុននឹងចាប់ផ្ដើមខ្ញុំចង់ផ្ដាំផ្ញើបងប្អូនបន្តិចកុំព្យាយាមទៅឲ្យអ្នកដទៃដែលមិនស្គាល់ជួយបង្កើត Gmail ឲ្យបងប្អូនអីព្រោះហានិភ័យធំមានច្រើនណាស់ពេលខ្លះគេអាចដាក់ព័ត៌មានស្ដារគណនីរបស់យើងដែលអាចធ្វើឲ្យបងប្អូនបាត់បង់ការគ្រប់គ្រងតែនោះនៅពេលដែលបងប្អូនភ្លេចលេខសម្ងាត់អាក្រក់ជាងនេះទៅទៀតគឺគេអាចដឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងទាំងអស់ហើយគេអាចធ្វើការផ្លាស់ប្ដូរនៅលេខសម្ងាត់របស់យើងបានគ្រប់ពេលវេលាបើ Gmail នោះភ្ជាប់ជាមួយនឹងគណនី Facebook ឬគណនីបណ្ដាញសង្គមផ្សេងទៀតគឺមានហានិភ័យកាន់តែខ្លាំងដូច្នេះដើម្បីការពារខ្លួនឯងនិងវិធីទុកចិត្តបំផុតគឺបង្កើត Gmail ដោយខ្លួនឯងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអ្នកគ្នាអំពីរបៀបនៃការបង្កើត Gmail ដោយងាយតាំងពីដើមរហូតដល់ចប់យើងនឹងរៀនពីរបៀបនៃការកំណត់លេខសម្ងាត់ដ៏រឹងមាំនិងរបៀបនៃការដាក់លេខទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ធ្វើការស្ដារគណនីឡើងវិញនៅពេលដែលបងប្អូនភ្លេចលេខសម្ងាត់ធានាថាបងប្អូនអាចបង្កើតបានដោយជោគជ័យនិងសុវត្ថិភាព 100%តោះដើម្បីកុំឲ្យខាតពេលយូរយើងទៅតាមដានវីដេអូទាំងអស់គ្នាជំហានទី1ដើម្បីបង្កើតនៅ Gmail បានបងប្អូនត្រូវចូលទៅកាន់ Google Chrome ឬក៏ Safari ឥឡូវនេះដោយសារខ្ញុំប្រើប្រាស់ Android អញ្ចឹងខ្ញុំសូមចូលទៅកាន់ Google Chrome បាទនេះគឺ Google Chrome បន្ទាប់មកទៀតយើងវាយពាក្យថា gmail.com តោះមកយើងយកពាក្យថា Gmail ឡើងមកបន្ទាប់មកទៀតយើងយកពាក្យថា Gmail នេះខាងក្រោមនេះបាទមកដល់ផ្ទាំងមួយនេះយើងយកពាក្យថា create account តបមកទៀតយកពាក្យថា for my personal user ខាងលើនៅត្រង់ចំណុចនេះគេឲ្យយើងបំពេញនៅឈ្មោះនាមត្រកូលហើយនឹងឈ្មោះរបស់យើងបាទឥឡូវខាងលើនេះខ្ញុំដាក់ថាឧទាហរណ៍ថាតារាឈ្មោះណាហើយនាមត្រកូលឈ្មោះអីឧទាហរណ៍ថាគឹមយ៉ាងតោះគឹម12យ៉ាងចុះឧទាហរណ៍ណាហើយបន្តមកទៀតយើងយកពាក្យថា nick ត្រង់ចំណុចនេះគេឲ្យយើងបំពេញនៅព័ត៌មានផ្ទាល់ខ្លួនមានខែមានថ្ងៃមានឆ្នាំហើយនឹងភេទរបស់យើងអញ្ចឹងត្រង់ចំណុចនេះគឺខែខ្ញុំសូមរើសយកខែ2ថ្ងៃខ្ញុំសូមដាក់ថ្ងៃ5ហើយសម្រាប់ឆ្នាំខ្ញុំរើសយកថាឆ្នាំ2000ចុះសម្រាប់កន្លែងនេះយើងជ្រើសយកភេទប្រុសបើបងប្អូនអ្នកបង្កើតជាភេទស្រីបងប្អូនដាក់ភេទស្រីទៅបន្ទាប់ពីបំពេញរួចរាល់ហើយយើងយកពាក្យថា nick បាទនៅត្រង់ចំណុចនេះជាទូទៅគឺវាត្រូវload ឈ្មោះឲ្យបងប្អូនជ្រើសរើសប៉ុន្តែដោយឡែកនៅទីនេះវាអត់ load អញ្ចឹងយើងត្រូវបំពេញដោយខ្លួនឯងអញ្ចឹងឧទាហរណ៍ថាយើងត្រូវបំពេញឈ្មោះរបស់យើងមិញណាមិញខ្ញុំដាក់ថាតារាគឹម12ហើយបន្ទាប់មកខ្ញុំយកពាក្យ nick បាទដោយសារឈ្មោះនេះមានគេប្រើប្រាស់រួចរាល់ហើយអញ្ចឹងវា load នៅឈ្មោះមួយចំនួនដែលគេមិនទាន់ប្រើអញ្ចឹងខ្ញុំយកពាក្យតារាគឹម952បាទមកដល់ត្រង់គឺជាចំណុចដែលបង្កើតនៅ password វាជាចំណុចសំខាន់សម្រាប់ password ដែលបងប្អូនបង្កើតនេះគឺទាមទារឲ្យមានអក្សរតូចអក្សរធំលេខហើយនិងសញ្ញាពិសេសបាទឥឡូវខ្ញុំសូមបំពេញតែម្ដងបាទចំណុចខាងក្រោមនេះយើងត្រូវបំពេញដូចអ្វីដែលយើងបំពេញខាងលើ password ខាងលើដែរបាទក្រោយពេលបំពេញរួចរាល់ហើយយើងយកពាក្យថា next បាទបងប្អូនត្រូវចងចាំនៅលេខ password ដែលបងប្អូនបានដាក់ណាកុំឲ្យភ្លេចណាហើយមកដល់ត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាត្រូវបំពេញលេខទូរស័ព្ទរបស់យើងបាទឥឡូវខ្ញុំសូមធ្វើការបំពេញនៅលេខទូរស័ព្ទតែម្ដង
បាទបន្ទាប់ពីធ្វើការបំពេញលេខទូរស័ព្ទរួចរាល់ហើយយើងចុចពាក្យថា next បាទក្រោយពេលបងប្អូនទាំងអស់គ្នាបំពេញលេខទូរស័ព្ទរួចរាល់ហើយវានឹងលោតនៅផ្ទាំងមួយបែបនេះដើម្បីឲ្យបងប្អូនបំពេញនៅលេខកូដដែលខាង Gmail ផ្ញើទៅកាន់លេខទូរស័ព្ទរបស់បងប្អូនអញ្ចឹងបងប្អូនអាចចូលទៅកាន់ទូរស័ព្ទរបស់បងប្អូនហើយចូលទៅកាន់កន្លែងផ្ញើសារទៅបងប្អូនយកពាក្យពាក្យចំនួនបាទហើយបងប្អូនចូលទៅកាន់បាទហើយបងប្អូនយកលេខចំនួន6ខ្ទង់មកបំពេញលើខ្ញុំសូមបំពេញតែម្ដង85 21 63បាទបន្តមកទៀតខ្ញុំចុចបាទបន្ទាប់ពីបំពេញនៅលេខកូដទាំង6ខ្ទង់រួចរាល់ហើយខ្ញុំសូមចុចពាក្យថា next បាទបន្តមកទៀតត្រង់កន្លែងនេះគេឲ្យយើង add នៅ Gmail មួយដើម្បី recover នៅ password នៅពេលដែលបងប្អូនធ្វើការភ្លេចនៅ password ចាស់របស់បងប្អូនប៉ុន្តែយើងមិនបាច់បំពេញក៏បានដែរអញ្ចឹងយើងចុចពាក្យថា skip ទៅនៅខាងក្រោមនេះគឺជា Gmail របស់យើងដែលបានបង្កើតតំបាញ់មិញរួចរាល់ហើយអញ្ចឹងបន្តមកទៀតយើងចុចពាក្យថា next ទៀតបាទនៅត្រង់ចំណុចនេះយើងអូសមកក្រោមមកហើយយើងយកពាក្យថា agree បាទមកដល់ត្រង់ចំណុចនេះបញ្ជាក់បានថាយើងបង្កើតនៅ Gmail យើងបានជោគជ័យហើយបាទយើងអាចក៏លេខទៅមើលចំណុចខាងស្ដាំខាងលើយើងនឹងឃើញនៅ Gmail របស់យើងដែលបានបង្កើតហ្នឹងអញ្ចឹងបងប្អូនអាចចុចចូលទៅក្នុង profile នឹងបានអញ្ចឹងយើងចូលទៅកាន់ profile ហ្នឹងទៅនេះគឺជាឈ្មោះ Gmail ដែលយើងបានបង្កើតតំបាញ់មិញណានៅពេលដែលបងប្អូនធ្វើការ log in ទៅក្នុង Gmail ផ្សេងបងប្អូនអាចប្រើឈ្មោះដែលបងប្អូនបានបង្កើតតំបាញ់មិញបានបាទវីដេអូដែលយើងបានបង្ហាញនៅថ្ងៃនេះដូចរៀងយូរដែរហើយសូមចប់ត្រឹមប៉ុណ្ណេះចុះហើយសម្រាប់វីដេអូមួយផ្សេងទៀតសម្រាប់ការដាក់នៅ security លើ Gmail របស់យើងឲ្យកាន់តែរឹងមាំជាងនេះខ្ញុំសូមបន្តនៅវីដេអូបន្ទាប់បាទអរគុណបងប្អូនទាំងគ្នាដែលបានតាមដានតាំងពីដើមរហូតមកដល់ចប់កុំភ្លេច comment like share និង subscribe channel របស់យើងខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតសម្រាប់ជាចំណេះដឹងនិងការចែករំលែករបស់ខ្ញុំបាទសូមអរគុណ